របៀបដូរសោទ្វារស៊េរីចាស់មកដាក់ស៊េរីថ្មីវិញបាទបងប្អូនអ្នកជួលផ្ទះខ្ញុំហ្នឹងគាត់ទេមកថាសោស៊េរីចាស់ហ្នឹងវាគាំងហើយធ្វើឲ្យគាត់ជាប់នៅក្នុងបន្ទប់ដោយសារគាត់បើកអត់ចេញហើយគាត់ទេឲ្យខ្ញុំមកជួសជុលវាហើយណាមួយទ្វារហ្នឹងមកខាងសមកខាងខ្មៅហើយចាស់ទៀតហ្នឹងគាត់ចង់ឲ្យខ្ញុំហ្នឹងអកធ្វើឲ្យថ្មីវិញបាទជាដំបូងអាពួកសោស៊េរីចាស់គឺម៉ូតចាស់ហ្នឹងវាអត់មានសម្រាប់ដោះចេញទេបងប្អូនយើងត្រូវយកដេចកាប់មកមូរវាដើម្បីឲ្យវាធូរហើយយើងអាចមើលឃើញប្រឡងដែលនៅក្នុងហ្នឹងដើម្បីឲ្យយើងមូរប្រឡងចេញបានដោយសារតែទ្វារហ្នឹងចាស់ពេកខ្ញុំយកដេចកាប់ហ្នឹងមកមូរបងប្អូនមូរដៃអត់ចេញទេហើយតែពេលយើងមូរចេញហើយនេះបងប្អូនយើងឃើញប្រឡងហើយសោហ្នឹងវាចាស់អញ្ចឹងទៅក៏ខ្ញុំយកដេចកាប់ហ្នឹងចាប់វាទាញដើម្បីឲ្យយើងដាក់ទូលវីសមូរចូលបានដោយសារទ្វារហ្នឹងចាស់ពេកអញ្ចឹងខ្ញុំចំណាយពេលទងអស់ប្រហែលជា10នាទីដែរដើម្បីយកសោចាស់ហ្នឹងចេញបានបងប្អូនបន្ទាប់ពីយកសោចេញបានហើយយើងត្រូវលាបពណ៌វាឲ្យថ្មីបងប្អូនបន្ទាប់មកយើងទុកឲ្យពណ៌ហ្នឹងវាស្ងួតដើម្បីឲ្យពណ៌ហ្នឹងស្ងួតយើងត្រូវទុករយៈពេល1ម៉ោងទៅ2ម៉ោងទៅវាស្ងួតល្អហើយយើងអាចដាក់សោថ្មីចូលបានបន្ទាប់ពី2ម៉ោងក្រោយមកខ្ញុំយកអាសោថ្មីមកដាក់បានហើយបងប្អូននេះជាសោថ្មីហើយសោថ្មីនឹងទៀតសោតគេអត់ប្រើកូនសោហើយបងប្អូនព្រោះគេខ្លាចក្មេងៗចូលក្នុងបន្ទប់ទឹកទៅវាចៃដន្យហ្នឹងវាចាក់សោនៅក្នុងហ្នឹងហើយពួកគាត់អត់ចេះបើកអញ្ចឹងទៅយើងអត់ប្រើប្រភេទសោដែលអាចមានកូនសោចាក់ចូលទៅក្នុងបានទេយើងប្រើសោដែលអាចប្រើទូលវីសឬចុងកូនកំបិតចាក់ដើម្បីបើកទ្វារជាដំបូងយើងត្រូវដាក់កលឹះហ្នឹងមុនហើយយើងមូរអតឹងបងប្អូនហើយបន្តមកទៀតយើងត្រូវដាក់សោនឹងចូលដោយតែក្នុងវីដេអូដែលខ្ញុំបង្ហាញហ្នឹងហើយបន្ទាប់មកយើងចាប់ផ្ដើមមូរប្រឡងនឹងចូលវិញបងប្អូនបន្ទាប់ពីយើងមូរប្រឡងនឹងតាំងហើយត្រូវធ្វើតេស្តវាសិនបងប្អូនដើម្បីឲ្យដឹងថាតើយើងដាក់នឹងត្រូវឬខុសមកទៀតយើងត្រូវបដូរដែកអាចាស់ដែលនៅមាត់ទ្វារមកខាងទៀតដាក់ចំនួនអាថ្មីវិញដើម្បីឲ្យវាថ្មីទាំងអស់បងប្អូនហើយការដូរហ្នឹងគឺស្រួលទេបងប្អូនប៉ុន្តែបងប្អូនត្រូវចាំយើងដោះយ៉ាងម៉េចយើងត្រូវដាក់វាអញ្ចឹងវិញកុំឲ្យវាស្របនឹងសោរបស់យើងហើយបើយើងដាក់បិច្រាស់វិញយើងបិទវាអត់ជាប់ទេបងប្អូនបន្ទាប់យើងបដូរវាហើយយើងត្រូវធ្វើតេស្តម្ដងទៀតបងប្អូនដើម្បីឲ្យដឹងថាតើយើងដាក់ហ្នឹងត្រូវឬខុសបាទជាលទ្ធផលចុងក្រោយបងប្អូននេះខ្ញុំបានបដូរសោថ្មីនិងលាបពណ៌ទ្វារថ្មីហើយអ្នកជួលផ្ទះរបស់ខ្ញុំហ្នឹងគាត់ចូលចិត្តខ្លាំងណាស់បងប្អូនហើយគាត់សប្បាយចិត្តនៅពេលដែលខ្ញុំមកធ្វើឲ្យគាត់អញ្ចឹងហើយនៅពេលដែលយើងមានផ្ទះជួលបងប្អូនផ្ទះយើងតែងតែខូចនេះខូចនោះហើយអ្នកជួលហ្នឹងតែងតែខលមកយើងជាញឹកញយដើម្បីឲ្យជួសជុលនេះជួសជុលនោះការងារហ្នឹងខ្ញុំសន្សំបាន$200ទៅ$500ប្រសិនបើយើងជួលគេឲ្យមកដូរសោនិងដូរទ្វារថ្មីឬក៏លាបពណ៌ទ្វារថ្មីបាទវីដេអូខ្ញុំមានប៉ុណ្ណឹងបើបងប្អូនចូលចិត្តសូមជួយ like ហើយនិងជួយ share ផងបងប្អូនជួបគ្នាក្នុងវីដេអូក្រោយបាទជម្រាបលា